សៀមយកអង្គបដូរអាវុធឯខ្មែរអត់ធ្មត់អាវុធគឺឯកភាពជាតិមែនតើទៅបងប្អូនខ្ញុំតែងតែនិយាយឲ្យបងប្អូនដឹងថាគឺត្រូវតែស្គាល់ខ្លួនឯងនិងត្រូវតែស្គាល់សត្រូវឥឡូវនេះបងប្អូនដឹងមិនទេអាទីនវាបាននិយាយថាយកអង្គបដូរអាវុធទាំងក្នុងពេលបច្ចុប្បន្នសេដ្ឋកិច្ចនយោបាយនិងយោធារួមទាំងចំនួនប្រជាជនគឺខុសគ្នានឹងខ្មែរយើងជាច្រើនដងអញ្ចឹងឲ្យសូមបងប្អូនទាំងអស់គ្នាដឹងពិចារណាមិនមែនមានន័យថាយើងខ្លាចគេទេបងប្អូនចាបើយើងខ្លាចគេក៏មិនមែនអាចទប់ទល់ដល់សង្គ្រាមទាំងពីរលើកនឹងដែរបងប្អូនប៉ុន្តែយើងត្រូវតែសួរខ្លួនឯងថាចេះបងប្អូនចាថាការបន្តសង្គ្រាមនឹងមានបទឈប់បាញ់បន្តលើនីតិវិធីមួយណាល្អជាងក្នុងកថាខណ្ឌទី1នៃក្បួនសឹកសុនអ៊ូសង្គ្រាមគឺជាបញ្ហាសម្រាប់នគរវាជាបញ្ហាស្លាប់រស់បើមិនរស់គឺរលំរលាយសុនអ៊ូបានប្រាប់ថាចេះបងប្អូនសង្គ្រាមនាំទៅរកក្តីវិនិច្ឆ័យកម្មពេលខ្លះបើមានវិធីល្អដើម្បីឈ្នះគឺមិនចាំបាច់ច្បាំងទេបងប្អូនចាអានឹងគឺជាអាកំបាំងបំផុតនៅក្នុងក្បួនសឹកសុនអ៊ូឥឡូវបងប្អូនសាកគិតមើលចាប្រទេសដែលឆាប់លោតចូលក្នុងសង្គ្រាមដោយក្តីបារម្ភតិចតួចឬមួយក៏ដោយការគិតមិនយល់ពីការខាត់បងនឹងអាចលិចលង់នៅក្នុងទំហំណាបងប្អូនសាកគិតមើលខ្លួនឯងអានឹងវាគឺមិនមែនជារឿងល្អនោះទេបងប្អូនចាពីព្រោះថានៅក្នុងលក្ខខណ្ឌរងគ្រោះនេះគឺដល់មនុស្សមិនមែនតែអ្នកអនុវត្តសង្គ្រាមម្នាក់ទេបងប្អូនប៉ុន្តែរងគ្រោះដល់ជនស៊ីវិលកុមារក៏ដូចជាកងទ័ពអីជាដើមចឹងទៅដូច្នេះឲ្យមុនធ្វើសង្គ្រាមត្រូវគិតឲ្យបានបត់ចត់រួចឲ្យសួរខ្លួនឯងថាចេះតើប្រយុទ្ធនឹងដើម្បីអ្វីអញ្ចឹងត្រូវតែគិតណាបងប្អូនណាត្រូវតែគិតឲ្យខ្លាំងខ្លាញ់ឲ្យបានខ្លាំងបំផុតព្រោះដោយសារតែជីវិតថាបងប្អូនអត់អាចលេងសើចបានទេណាជីវិតមិនមែនដើរលក់តាមផ្សារត្រីផ្សារអីទេណាបងប្អូនចាអញ្ចឹងឲ្យដោយស៊ុនអ៊ូក៏និយាយថាចេះកុំហឹងអាចរៀនដើរឡើងវិញប៉ុន្តែមនុស្សហាក់បើស្លាប់ហើយអត់អាចរស់មកវិញបានទេបងប្អូនចាអត់អាចរស់មកវិញបានទេមិនទៅបាញ់គ្នាបាញ់ហើយដល់ពេលហើយត្រូវតែស្លាប់ថ្ងៃនឹងហើយស្អែករស់មកវិញឬមួយក៏ស្លាប់ហើយវិលល្ងាចណាបងប្អូនដូចពាក្យចាស់លោកពោលថាមិនមែនស្លាប់ហើយវិលល្ងាចណាតែស្លាប់ហើយទៅបាត់ហើយបងប្អូនចាហើយជីវិតយើងមិនមែនដើរលក់តាមផ្សារត្រីឬមួយក៏ជីវិតអមតៈដូចតុក្កតាណាបងប្អូនឥឡូវខ្ញុំលើកឧទាហរណ៍តុក្កតាមួយចុះទោះបីកាប់ចាក់សម្លាប់គ្នាចេញឈាមកាត់ក្បាលដាច់ជើងដាច់អីក៏វានៅតែរស់មកវិញព្រោះដោយសារតែរបស់អស់ហ្នឹងគឺជាមនុស្សអ្នកបង្កើតតែយើងណាបងប្អូនចាជីវិតមានតែមួយណាមិនជាជីវិតមានតែមួយទេតែស្លាប់ហើយទៅបាត់ទេបងប្អូនអញ្ចឹងបានគេថាចូលគិតឲ្យបានខ្លាំងខ្លាញ់ឲ្យខ្លាំងបំផុតមួយវិញទៀតបងប្អូនក្នុងពេលបច្ចុប្បន្ននេះក្រៅពីដាក់កុងតឺន័រនិងរេប៉ាឡាលុះខុសច្បាប់នៅលើទឹកដីខ្មែរយើងហើយពួកអាស៊ាននេះវាកំពុងតែចោទប្រកាន់ទៅលើខ្មែរយើងថាចេះចោទប្រកាន់ទៅលើការប្រើប្រាស់សមត្ថភាពយោធាជាពិសេសនឹងគឺប្រព័ន្ធការពារដែនអាកាសនឹងតែម្ដងពួកវាថាខ្មែរនឹងពង្រឹងឬមួយក៏ពង្រីកបន្ថែមសម្រាប់ការប្រើប្រាស់លើសង្គ្រាមជុំទី3ហើយបងប្អូនមានឆ្ងល់ទេថាហេតុអ្វីបានជាពួកវាចោទប្រកាន់ទៅលើខ្មែរយើងបែបហ្នឹងបងប្អូនចាបងប្អូនក៏បានដឹងដែរនៅក្នុងពេលបច្ចុប្បន្ននេះសង្គ្រាមមិនទាន់បានបញ្ចប់ទេបងប្អូនត្រឹមតែមានបទឈប់បាញ់ទេណាបងប្អូនណាគេកំពុងតែទិញអាវុធទំនើបរាប់ពាន់រាប់លានដុល្លារបងប្អូនចាមកដាក់កោជើងគ្នាបន្ថែមហើយរងគ្នាកែនទ័ពកាន់តែច្រើនរៀបចំលេនដ្ឋាននិងការវឹកហាត់សមយុទ្ធដើម្បីត្រៀមប្រយុទ្ធអីចឹងទៅហើយពួកវាអារឿងចោទយើងនឹងលេខ1ហ្មងបងប្អូនចានិយាយទៅពកកែចោទខ្លាំងមែនតើដើម្បីចង់ដឹងពីយើងគឺពួកវាចង់ដឹងពីយើងណាហើយមួយវិញទៀតគឺដើម្បីបង្ហាញថាយើងនឹងបានបំពេញទៅលើបទឈប់បាញ់នឹងខ្មែរនឹងឆ្លងសង្គ្រាមខ្លាំងណាស់រួចហើយសៀមក៏អាចដឹងបើសិនជាយើងបង្ហាញតាមអ្វីដែលគេចង់ឃើញហើយបើនិយាយពីរឿងធំវិញមានតែ2ទេបងប្អូនចាមានតែ2ទេទី1ហ្នឹងគឺគេជំរុញសង្គ្រាមព្រោះជាសង្គ្រាមនៅលើទឹកដីខ្មែរយើងចំណុចទី2ដើម្បីបង្ករឿងខ្មែរទទួលខុសត្រូវនៅសង្គ្រាមលើកទី1និងសង្គ្រាមលើកទី2ទាំងខ្មែរគឺជាអ្នកត្រូវអារបៀបថាអញ្ចឹងបងប្អូនសខ្លាយជាខ្មៅសូមបើកវងកញ្ចក់ឲ្យបងប្អូនតិចបានន័យថាសខ្លាយទៅជាខ្មៅបងប្អូនចារួចហើយគោលដៅគេក៏មិនមែនតែប៉ុណ្្នឹងដែរបងប្អូនចាពីព្រោះថាគេមានបងធំគេនៅពីក្រោយខ្នងអញ្ចឹងណាបងប្អូនហើយបងប្អូនចាំតែមើលឲ្យតែពង្រីកសង្គ្រាមធំភ្លាមគឺជាសង្គ្រាមនៅលើទឹកដីខ្មែរយើងហើយបងប្អូនចាហើយពេលនោះហើយប្រទេសខ្មែរយើងនឹងខ្លាយទៅជាកន្លែងសាអាវុធភ្លាមតែម្ដងរួចបើសៀងវាគ្រប់គ្រងបានលើសពី7ខេត្តទៅតាមគម្រោងរបស់វាទៀតណាបងប្អូនប្រាកដជាមានព្រៀបប្រាកដជាពួកវាហ្នឹងមានព្រៀបទៅលើការទូតនិងការចរចាកាន់តែខ្លាំងហើយបងប្អូនចាហើយខ្មែរមានកម្លាំងអ្វីដើម្បីទប់ទល់សង្គ្រាមហ្នឹងហើយចូលមកដល់ត្រង់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនដឹងថាចេះមហាអំណាចបងប្អូនចាប្រទេសមហាអំណាចគេរងចាំតែលក់អាវុធហ្នឹងទេបងប្អូនសៀមអាចនឹងគេយល់ពីចំណុចហ្នឹងអញ្ចឹងហើយទៅគេខំប្រឹងដុតយើងខ្លាំងមែនទេបងប្អូនចាដុតទាំងយប់ដុតទាំងថ្ងៃចោតចេះចោតចោះធ្វើមិនឲ្យតែយើងហ្នឹងឆ្លើយតបជាមួយនឹងពួកគេដើម្បីឲ្យបន្តខ្លាយជាសង្គ្រាមធំដើម្បីឲ្យខ្លាយទៅជាឱកាសរបស់គេដើម្បីគ្រប់គ្រងនៅលើទឹកដីខ្មែរយើងកាន់តែធំបងប្អូនផែនទីអន្តរជាតិណាអាចជាសម្ពាធបើជាសង្គ្រាមទ្រង់ទ្រាយតូចប៉ុន្តែបើជាសង្គ្រាមធំមានមហាអំណាចចូលរួមទៀតផងនោះគឺផែនទីអន្តរជាតិក៏អាចខ្លាយទៅជាសម្ពាធមកលើយើងវិញដែរបងប្អូនចាព្រោះតែផ្អែកទៅលើកម្លាំងនិងផ្អែកទៅលើការគ្រប់គ្រងហើយតើអ្វីទៅគឺជាកម្លាំងបងប្អូនត្រូវដឹងថាចេះបើចម្បាំងនៅលើទឹកដីខ្មែរគឺប្រកាសណាស់100%ខ្មែរយើងគឺជាអ្នកខ្ទេចបងប្អូនណាហើយតើខ្មែរមានកម្លាំងប៉ុណ្ណាដើម្បីទប់ទល់អញ្ចឹងត្រង់កន្លែងនេះសូមបងប្អូនត្រូវតែយល់ណាបងប្អូនណាអ្វីទៅផ្អែកទៅលើការគ្រប់គ្រងលក់អាវុធដើម្បីផលប្រយោជន៍ឯមិត្តភាពគ្រប់គ្រងក៏ត្រូវតែឈរលើផលប្រយោជន៍ដូចគ្នាដែរហើយចុះបើខ្មែរបាត់បង់ទឹកដីកាន់តែច្រើនអានឹងគឺជាធម្មតាទេបងប្អូនចាការគ្រប់គ្រងក៏ត្រូវតែលំអៀងដែរអញ្ចឹងនេះគឺជារឿងដែលខ្មែរយើងត្រូវតែយល់ហើយយើងយល់ច្បាស់ណាបងប្អូនចាតាមរយៈប្រវត្តិសាស្ត្រនិងភូមិសាស្ត្រនយោបាយប្រែក្លាយប្រទេសខ្មែរជាទីកន្លែងសាអាវុធយើងប្រយុទ្ធតាំងពីសម័យលន់នល់ចូលមកដល់សម័យខ្មែរក្រហមនិងតស៊ូរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងតស៊ូត្រេះរិះក្រុមមជ្ឈបាយឲ្យតែខ្មែរក្រហមហ្នឹងប្រែក្លាយទៅជាខ្មែរទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះបងប្អូនណៃបើនិយាយពីកម្លាំងតស៊ូរបស់ខ្មែរយើងវិញខ្មែរយើងតស៊ូច្រើនចំនួនណាបងប្អូនចាតស៊ូច្រើនចំនួនណាទម្រាំតែ
ban đôi sọcថ្ងៃនេះឥឡូវថៃឬមួយក៏សៀមនេះក៏ចង់បង្កើតសង្គ្រាមនៅលើទឹកដីខ្មែរយើងទៀតហើយតើជនជាតិខ្មែរយើងគួរតែធ្វើការសម្រេចចិត្តបែបណាបើនិយាយឲ្យចំទៅបងប្អូនបើសិនជាយើងប្រៀបធៀបទៅដោយកលាអុកអញ្ចឹងបងប្អូនដោយក្រឡាអុកអញ្ចឹងបើយើងដឹងពីរបៀបដើរអ្នកដែលទប់គឺមិនអាចឲ្យអ្នកដែលបុកនឹងសម្រេចទៅតាមក្រឡារបស់គេបានទេប៉ុន្តែបើយើងមិនដឹងថាគេកំពុងតែអុកបុកហើយយើងព្យាយាមបុកដែរអញ្ចឹងមានតែបង្កគ្រោះថ្នាក់លើវិនាទីនៃក្រឡាយើងទេបងប្អូនចាខ្ញុំក៏មិនហ៊ានថាយើងឈ្នះគេដែរបងប្អូនបើយើងប្រើប្រាស់វិធីសាស្ត្របែបហ្នឹងប៉ុន្តែខ្ញុំដឹងថាអញ្ចឹងបងប្អូនគឺយើងមិនអាចឲ្យគេសម្រេចនៅមហិច្ឆតារបស់គេបានទេបងប្អូនចាអញ្ចឹងហើយទៅបានជាខ្ញុំនិយាយថាអញ្ចឹងការស្គាល់ពីខ្លួនឯងនិងស្គាល់ពីសត្រូវនាំមកនៅភាពច្បាស់លាស់គឺសម្រាប់នៃការប្រយុទ្ធនិងការទប់ជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់នាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ